កម្មវិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Invari Estate និងក្រុមហ៊ុន Prime 101 Development ស្ដីពីការជួយអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីថ្ងៃទី24ខែតុលាឆ្នាំ2025ក្រុមហ៊ុន Invari Estate បានធ្វើការចុះអនុសារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Prime 101 Development នៅក្នុងកម្មវិធី CEO and Entrepreneur Forum Business Matching and Entrepreneur Networking បានដោយជោគជ័យគោលបំណងនៃការចុះអនុសារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងភាគីសហជីពជាសកលនិងធ្វើការទាក់ទាញវិនិយោគិនពីក្រៅប្រទេសឲ្យមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើននៅក្នុងនោះក៏មានការបង្ហាញពីចំណាប់អារម្មណ៍របស់លោកជេងវុធីអគ្គនាយកនៃក្រុមហ៊ុន Invari Estate ចំពោះការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Prime 101 Development និងការបង្ហាញពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន Invari Estate បាទអញ្ចឹងជាការចំណាប់អារម្មណ៍ដោយសារយើងមើលឃើញ Prime ជាក្រុមហ៊ុនមួយដែលគាត់មានភាពស្មោះត្រង់ពេញលេញជាគោលដៅដែលយើងចង់បានពីព្រោះយើងត្រូវការដៃគូដែលមានភាពស្មោះត្រង់ហើយដោយឡែកមួយទៀតយើងមើលឃើញឱកាសមួយទាំង Prime ទាំង Inva Prime 101និង Inva យើងមើលឃើញឱកាសមួយទៀតយើងអាច investment មួយដែលយើងអាចចូលរួមជាមួយគ្នាដែលយើងអាចនឹងគៀងក investor ពីក្រៅប្រទេសឲ្យគាត់មក invest នៅស្រុកខ្មែរសម្រាប់ក្រុមហ៊ុន Inva យើងបង្កើតនៅក្នុង2020បាទនៅក្នុងស្ថានភាពសេដ្ឋកិច្ចមួយដ៏លំបាកហើយទស្សនៈវិស័យរបស់ខ្ញុំក្នុងការបង្កើតក្រុមហ៊ុន Inva នេះឡើងមកគឺយើងចង់ជួយនៅក្នុងវិស័យ real estate បាទជាពិសេសអតិថិជននៅក្នុងវិស័យហ្នឹងទាំងអតិថិជនដែលគាត់មានតម្រូវការទៅលើការកម្ចីបាទទាំងអតិថិជនដែលគាត់មានតម្រូវការក្នុងការទិញលក់អចលនវត្ថុទន្ទឹមនឹងនេះដែរលោកហៀងវិធីអគ្គនាយកនៃក្រុមហ៊ុន Prime 101 Development ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗស្ដីពីការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន Invari Estate និងការបង្ហាញពីប្រវត្តិក្រុមហ៊ុន Prime 101 Development ផងដែរដែលខ្ញុំបានចុះ MOU ជាមួយនឹងក្រុមហ៊ុន Invari Estate គឺយើងឃើញថាក្រុមហ៊ុន Invari Estate គាត់មានបច្ចេកទេសក៏ដូចជាភាពគេហៅថាពាក់ព័ន្ធនឹងការវាយតម្លៃជំនាញនៃការវាយតម្លៃពាក់ព័ន្ធនឹងជំនាញនៃផ្នែកអចលនទ្រព្យគឺលក្ខណៈ professional ហើយឃើញថាព័ត៌មានរបស់អចលនទ្រព្យគឺខាងក្រុមហ៊ុន Inva បានក្តោបក្តាប់ទៅលើព័ត៌មានអចលនទ្រព្យបានច្រើនណាស់មែនទែនទៅក្រុមហ៊ុន Prime 101 Development យើងចាប់ផ្ដើមមានភាពស្របច្បាប់កើតក្រុមហ៊ុនហ្នឹងបានរយៈពេល1ឆ្នាំហើយមួយ one to one on one ហ្នឹងមានន័យថាយើងក្រុមហ៊ុន Prime 101 Development គឺយើងព្យាយាមសហការពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយពាក់ព័ន្ធទៅនឹងក្រុមហ៊ុនអចលនទ្រព្យជាស្ដែងការចុះអនុសារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរគឺមានគោលបំណងពង្រឹងការសហការផ្តល់សេវាកម្មការកែលម្អប្រសិទ្ធភាពការងារនិងបង្កើនភាពងាយស្រួលដល់អតិថិជនសម្រាប់ផលប្រយោជន៍រួមនៃភាគីទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការមួយនេះត្រូវបានចាត់ទុកថាជាជំហានមួយដ៏សំខាន់នៅក្នុងការបង្កើតដៃគូយុទ្ធសាស្ត្រដើម្បីរីកចម្រើនរួមគ្នានិងលើកកម្ពស់គុណភាពសេវាកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា